អ្វីទៅគឺជា crypto បាទសួស្តីបងប្អូនទាំងអស់គ្នាខ្ញុំត្រីមកពី TFD Crypto ហើយថ្ងៃនេះយើងមកដឹងពី Crypto តើអ្វីទៅគឺជា Cryptocurrency រូបិយប័ណ្ណ Crypto ឬក៏ Cryptocurrency គឺជាលុយ Digital ដែលដំណើរការលើបណ្ដាញមួយដែលគេហៅថា Blockchain ដែលមានសុវត្ថិភាពនិងតម្លាភាពខ្ពស់ហើយមិនស្ថិតក្រោមធនាគារកណ្ដាលឬក៏រាជរដ្ឋាភិបាលណាមួយឡើយឧទាហរណ៍កាក់ល្បីៗដូចជា Bitcoin និង Ethereum ជាដើមតើ Crypto មានអត្ថប្រយោជន៍អ្វីខ្លះទី1ការទូទាត់លឿនរហ័សការផ្ទេរប្រាក់ឆ្លងប្រទេសអាចធ្វើឡើងយ៉ាងលឿនរហ័សហើយតម្លៃសេវាក្នុងការផ្ទេរប្រាក់ឬក៏ fee ទាបជាងធនាគារទី2គឺឯកជនភាពអ្នកផ្ទេរប្រាក់ឬក៏អ្នកធ្វើប្រតិបត្តិការអាចធ្វើប្រតិបត្តិការដោយមិនបាច់បញ្ចេញអត្តសញ្ញាណផ្ទាល់ខ្លួនដែលការពារពីហានិភ័យក្នុងការលួចអត្តសញ្ញាណទី3គឺការវិនិយោគវាគឺជាឧបករណ៍ហិរញ្ញវត្ថុថ្មីមួយដែលផ្ដល់ឲ្យអ្នកវិនិយោគអាចទទួលបានផលចំណេញតាមរយៈការប្រែប្រួលនៃតម្លៃទីផ្សារហើយអនុញ្ញាតឲ្យយើងអាចបែងចែកទ្រព្យសម្បត្តិក្នុងការជួញដូរកាត់បន្ថយហានិភ័យក្នុងការជួញដូរឬក៏ការខាតបង់របស់អ្នកវិនិយោគលក្ខណៈសំខាន់របស់ Cryptoទី1មនុស្សគ្រប់គ្នាអាចមើលប្រតិបត្តិការឬការទូទាត់ទាំងអស់បាននៅលើបច្ចេកវិទ្យា Blockchain ដោយមិនមានការលាក់បាំងនោះឡើយទី2ការប្រែប្រួលខ្លាំងរបស់ Crypto នៅថ្ងៃទី6ខែតុលាឆ្នាំ2025 Bitcoin បានបង្កើតប្រវត្តិសាស្ត្រថ្មីដោយទម្លុះតម្លៃ$120,000 និង$6,000 នៅក្នុងមួយកាក់ហើយក៏បានធ្លាក់ចុះមកវិញរហូតដល់តម្លៃ$50,000 និង$9,000 ផងដែរនៅក្នុងនាមជាអ្នកថ្មីនៅក្នុងវិស័យ Crypto យើងត្រូវតែសិក្សាស្រាវជ្រាវឲ្យបានច្បាស់នៅក្នុងវិស័យ Crypto និងគ្រប់គ្រងលើហានិភ័យក្នុងការវិនិយោគឲ្យបានត្រឹមត្រូវហើយអ្វីដែលកាន់តែសំខាន់ទៀតនោះត្រូវតាមដានព័ត៌មានទាក់ទងជាមួយនឹងសេដ្ឋកិច្ចផ្សេងៗពីប្រភពច្បាស់លាស់ដូចជា Market Cap ឬក៏ TFD Crypto ដែលតែងតែផ្ដល់ព័ត៌មានលឿននិងមានប្រភពច្បាស់លាស់ហើយបងប្អូនក៏អាចចូលទៅកាន់ TFD Community ដើម្បីជជែកសួរនាំពីព័ត៌មានផ្សេងៗរបស់ Crypto ផងដែរ